សួស្តីបងប្អូនថ្ងៃនេះចង់ចាប់ផ្ដើមបរៀនបងប្អូនមិនបរៀនថាទៅខ្ញុំចែករំលែកបទពិសោធន៍ដែលខ្ញុំធ្វើការមកយូរហើយតាក់ទងនឹងយើងមាន Gmail មួយនេះ account របស់ខ្ញុំហើយ Gmail ហ្នឹងគឺយើងមាន free space ហ្នឹងគឺ 15G ហើយទៅ Google វា free ឲ្យយើងច្រើនណាតាក់ទងនឹងនេះមាន keep function មាន Google Drive មាន Google Photo មាន Translate មានតាក់ទងនឹង Google Doc Google Slide Google Sheet ទាំងអស់នេះខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាបានចូលមើលអត់ទេប៉ុន្តែសម្រាប់ខ្ញុំគឺជា product មួយដែល Google វាឲ្យមកយើង free ហើយយើងប្រើវាស្រួលចឹង 15G បើសិនជាបងប្អូនជាអ្នកធ្វើការក្នុង office ដូចជាខាង HR ឬក៏ខាង account ខាងអីក៏យើងប្រើដែរហើយជាសិស្សក៏យើងប្រើដែរតាក់ទងនឹងនេះយើងប្រើនៅលើ Windows យើងប្រើ Microsoft Office អានេះ Microsoft PowerPoint អានេះ Microsoft Excel អញ្ចឹងចំពោះ Google យើងពេលដែលយើងបង្កើត Gmail មួយគឺយើងបានទាំងអស់នឹង free អញ្ចឹងតាក់ទងនឹង Google Doc អ្នកទាំងអស់គ្នាអាចបង្កើត document បានយើងចូលវាមកទៅអញ្ចឹងយើងបង្កើតជា Google Doc យើងបង្កើត blank មួយមកអញ្ចឹងក្នុង Google Doc ហ្នឹងគឺយើងវាស្តៀងជាមួយនឹង Google នៅវាស្តៀងនឹង Microsoft Word ដែរគ្រាន់តែថាវាទីមួយគឺវាចំណេញត្រង់ថាយើង free យើងប្រើវា free ហើយហាក់ my CV ចឹងមកទីមួយវា free ទីពីរគឺពេលដែលយើងបង្កើតហើយវាអត់បាត់ទៅណាទេគឺវានៅក្នុងGmail របស់យើងនេះនៅក្នុង Gmail របស់យើងអញ្ចឹងវាល្អមែនយើងអត់អស់លុយហើយយើងបានរបស់ប្រើ free ទៀតគឺវាមិនខុសគ្នាជាមួយនឹង Microsoft Word ហ្មងទេគឺវាស្រួលប្រើបើសិនជាយើងប្រើនៅលើ Windows យើងប្រើ Microsoft Word គឺវាពេលដែលយើងអត់បាន save ឬក៏យើងបាត់កុំព្យូទ័រឬក៏កុំព្យូទ័រយើងខូចគឺបាត់ឯកសារហ្នឹងហ្មងតែដល់ពេលតាក់ទងនឹង Microsoft តាក់ទងនឹង Google វិញបើយើងប្រើ Google Doc នេះទោះជាយើងបាត់កុំព្យូទ័រក៏ដោយយើងខូចកុំព្យូទ័រក៏ដោយឲ្យតែយើងមាន Gmail មួយយើងចាំ Gmail ហ្នឹងហើយយើងចាំ password គឺយើងយកវាមកប្រើបានណាអញ្ចឹងតាក់ទងនឹង Microsoft Word ឬក៏ Google Doc ខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាប្រើ Google Doc វិញដោយសារតែការងារយើងទូរស័ព្ទយើងក៏អាចបាត់កុំព្យូទ័រយើងក៏អាចខូចអញ្ចឹងវាអត់សុវត្ថិភាពទេបើសិនជាយើងប្រើ Microsoft Word តែបើសិនជាអ្នកទាំងអស់គ្នាទម្លាប់ប្រើ Microsoft Word ក៏មិនអីដែរខ្ញុំមិនមែនថាវាមិនល្អគ្រាន់តែថាចំពោះខ្ញុំគឺGoogle Doc ហ្នឹងល្អប្រើមែនទីមួយវា free ទីពីរគឺយើងប្រើនៅលើអ៊ីនធឺណិតបានឲ្យតែមានអ៊ីនធឺណិតគឺយើងប្រើបានទី3គឺថាវា save ទុកឲ្យយើងនៅក្នុង cloud ហ្មងអញ្ចឹងចំពោះ Gmail មួយគឺវា free ឲ្យ 15G អញ្ចឹង 15G យើងបង្កើត document បានច្រើនណាបានច្រើនមែនតើវាមិនងាយអស់ទេហើយមិនមែនបានតែ Microsoft មិនមែនបានតែ Google Doc ទេគឺថាបានច្រើនទៀតណាអ្នកទាំងអស់គ្នាគឺនេះបានទាំង Google Slide បានទាំង Google Sheet នេះ Google Slide ដូច PowerPoint អញ្ចឹងអ្នកនរនេះចូលមើលមកនេះគឺដូចមាន template មកកណោអញ្ចឹងខ្ញុំបង្កើតច្រើនណាគឺខ្ញុំបានប្រើវាបានច្រើនណានេះហើយអត់តន់អស់ទេហើយនេះវាមាន template ច្រើនទៀតនេះយើងអាចបង្កើត blank ក៏បានយើងបង្កើតពី template ក៏បាននេះអញ្ចឹងមាន template ច្រើនដូចតែ Google PowerPoint ដូចជា Microsoft PowerPoint ដែរហ្នឹងគាត់ថាវាមាន function មួយចំនួនដែលវាខុសលៀងគ្នាតិចតួចវាមិនខុសគ្នាហ្មងទេតែបើសិនជាអ្នកទាំងអស់គ្នាចង់រៀនចាំខ្ញុំចាប់ផ្ដើមធ្វើឲ្យអ្នកទាំងអស់គ្នាមួយខ្ញុំមើលចង់ពីថ្ងៃហ្នឹងទៅគឺក្នុងមួយសប្តាហ៍ខ្ញុំអាចធ្វើមួយវីដេអូឬក៏ពីរវីដេអូតាក់ទងនឹងGoogle product ហ្នឹងអញ្ចឹងអានេះតាក់ទងនឹង slide ហើយតាក់ទងនឹង Google Sheet ហ្នឹងគឺដូច Microsoft Excel អញ្ចឹងយើងមាននេះ
mà cái nó nhung thọ prao về du ơi tăng pp pan đọc và muối á chẳng ai cái xa cha này hay nhưng ai xe chạy cái niệm ban phở ban tiền thụ đu ly nhá nè rồi có dân bạc cát blank các bạn này blank sheet giúp các blank sheet mau dựng đã tiện thông nâng cái độ bài ca giống mà dùng xong xe mai các bạn này đưa ta độ bài ca trong nó trong này chẳng tư trong này chẳng nè chẳng đưa ta ngày nâng trong này ấy chẳng dùng ai bạc cát ban nhưng xe ban tràn chẳng ngày nâng nhom ở ton bờ biển thế phần tay còn ở trong prap tha để tao có miền Gmail muối cứ nè tao có ai prap ban product đăng tao nâng miền Google Doc Google slide đôi cho Google đôi cho Microsoft PowerPoint hay nâng Google Sheet cứ tập đôi tên nâng Microsoft Excel chẳng hay vì mình function tràn tiết để copy Excel nhưng thằng lọ pra cứ tìm môi cứ bị ẩn bạn này cái xá thì pi cứ dương ai tục vi đòi ở trong bạch pay pro đường bạn năng tế TP cứ mình đã tìm mùi chắc là TP cứ thằng dương phở free thì bay cứ tha tôi gì dương đôi tha dương phở Microsoft Excel ấy á đôi tha bây giờ lột ai cái sai cứ việc bạn này hay việc free việc ai tục ai cái sai ban xuống hay tới mỗi tiết cứ tôi chỉ dựng bật computer rồi ấy rồi dựng ai vô vì một bình bán á thì dân chăm Gmail hay nâng password bán này bằng phone dân nghi sủa phở hay dương automate internet dương bạc bàn tại bà sân gì dương phở Microsoft Excel dương phở bàn lừa computer nữa tại lừa thẹp lại tập ấy dương bỏ bạc xe hay anh đấy á dương trong bao nơi iPad của bạn này hay dương bao nơi tablet của bạn này dương phải Android của bạn phải iOS của bạn dương automate internet cứ hay nâng Gmail mỗi cứ dương phải bán cục thì lại mà như thằng xe bán ló hay đọc làm chi dương phải nghỉ hay mình miền tập bay năng tên miền chọn tiết nên miền tầng chat miền tầng mid miền đây còn là dương để bán phở bia chẳng này hay bà keep những đụng nốt chẳng dương nốt việt tục hay cô gọt trái nó dương anh đặt bây giờ bản thì cô gọt trái nó cứ tha bên đây dương sale ai cái sao tụi con nó video nó cô gọt trái nó hay cô gọt photo đấy anh bây giờ dương phở về chọc aspect chẳng này con này anh bật bia sân của bạn rồi dương bạc cát Gmail pi tới môi dùm nhập photo môi viết dùm nhập ai cái sao tụi con tới của Gmail dương bạc cát ban trở nè ní Gmail nhung phở ban nhung phở vui nhưng bạc cát Gmail mỗi giờ bạc cát profile mỗi thứ này profile bạn nhóm miền profile miền 74 rồi chẳng nhưng bạc cát profile mỗi dùm nhập thư càng nghĩ profile mỗi dùm nhập personal profile mỗi tiết dùm nhập nhưng bạc cát Facebook YouTube vậy chẳng á anh cho lui tam online chẳng tiết để nhung post choក្នុង Gmail post choក្នុង YouTube របស់ខ្ញុំấyនេះ YouTube របស់ខ្ញុំចឹងបងប្អូនចាំជួយ subscribe ផងនេះ YouTube របស់ខ្ញុំនេះ Tech Vlog Coding តែពិតខ្ញុំខាងអ្នកសរសេរ code ទេគាត់ថាតើតង់សរសេរ code វាត្រូវការមានអ្នកជំនាញខាងសរសេរ code នឹងរៀនតែបើសិនជាយើងជា user ធម្មតាអញ្ចឹងយើងពិបាករៀនតិចហើយឥឡូវវាមាន AI វានេះច្រើនអញ្ចឹងណាតែលើកនេះខ្ញុំចង់ធ្វើជាវីដេអូតាក់ទងនឹង Google document Google slide ហើយនិង Google Sheet នេះឲ្យអ្នកទាំងអស់គ្នាអ្នកដែលធ្វើការខាង Office គាត់អាចប្រើបានហើយអ្នកដែលដូចជាសិស្សដូចជាអីដែលគាត់ត្រូវការរៀនក៏គាត់ត្រូវការឯកសារទាំងអស់ហ្នឹងដែរហើយយើងចង់ save វាចង់អីនេះមាន export ជាយើង download ជា Microsoft Word ក៏បាន download ជា PDF ក៏បាន download ជា web អីក៏បានដែរនេះមានច្រើនប្រភេទណាអញ្ចឹងសួរប្រើហើយយើងចង់ទុកនៅហ្នឹងក៏បានដែរហើយយើងចង់ share ឲ្យមិត្តភ័ក្តិយើងមើលក៏បាននេះ share អានេះយើងអាច share យើង copy link ឲ្យមិត្តភ័ក្តិយើងមើលក៏បានដែរឲ្យគ្រូមើលក៏បានអញ្ចឹងឯកសារហ្នឹងគឺវាអត់បាត់ទៅណាបងប្អូនអញ្ចឹងវាចំណេញលើចំណេញហ្មង